ការពីតលេងទាំងឲ្យចូលឆ្នាំហ្នឹងបានតែញ៉ាំការអ្នកភូមិរោងដែរហើយទៅហ្នឹងគេមិនហៅណាគេហៅបងទេប៉ុន្តែដោយសារតែគាត់រវល់បានមកអញ្ចឹងទៅក៏ឲ្យយើងទៅជំនួសណាហើយណាមួយនៅឃ្លានមហូបការដែរខានញ៉ាំយូរហើយណាមួយចង់ញ៉ាំការហើយរងធុងបាសជាមួយអ្នកភូមិមើលមិនដែលជួបគ្នាអញ្ចឹងរំជួបជុំគ្នាម្ដងឲ្យផ្អើរោងការមើលមុនចូលឆ្នាំថ្មីហើយមុនទៅនាំគ្នាធ្វើខ្លួនម្នាក់ម្ដងចាំគ្នាទម្រាំជុំគ្នាបានទៅទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីរួចរាល់ហើយហ្នឹងក៏នាំគ្នាថតរូបលេងមកប៉ុស្តិ៍ពីរប៉ុស្តិ៍ទៅជាមួយនឹងទេសភាពខែប្រាំងខែចែកចូលឆ្នាំនិយាយពីថារាំងក្រៀមក្រោះណាគ្មានទេសភាពខៀវស្រស់បំប្រងខ្ចីអីទេរដូវប្រាំងនេះគឺរាំងក្រៀមក្រោះគ្រប់ទីកន្លែងក្មេងៗថតជាក្រុមអស់ចិត្តទេក៏ចង់ថតរូបបែបជា2នាក់និងបែបម្នាក់ឯងអញ្ចឹងទៅក៏ជូនតាមសំណើទៅថតទាំងរូបភាពថតទាំងវីដេអូឲ្យបានមួយសេតតែម្ដងហើយការធ្វើខ្លួននៅស្រុកស្រែចំការយ៉ាងណាដែរបងប្អូនជួយឲ្យបន្ទុហើយតែសារតែរោងការនៅចិត្តផ្ទះដែរអញ្ចឹងក៏នាំគ្នាដើរតែហ្មងទៅមិនបាច់ជិះម៉ូតូជិះអីទេហើយផ្លូវក្នុងភូមិគឺបែបហ្នឹងបងប្អូនផ្លូវគ្រូក្រហមផ្លូវហ្នឹងបើសិនជាមានឡានបើកាត់អីហ្នឹងដឹងតែហុយដីសំពងប្រឡាក់ខោអាវអស់ហើយប៉ុន្តែមិនអីដែររោងការនៅចិត្តដែរមិនជាឆ្ងាយអីណាស់ណាហើយបន្ទាប់ពីដើរប្រហែល100ម៉ែត្រក៏មកដល់រោងការអញ្ចឹងបន្ទាប់ពីគេអញ្ជើញឲ្យចូលរោងការហ្នឹងក៏មានអ្នកនាំឲ្យទៅរកតុអង្គុយណាហើយដោយសារតែពួកយើងមកគ្នាច្រើនអញ្ចឹងទៅអង្គុយទៅសឹងគ្រប់មកតុហ្មងនិយាយទៅខ្វះតែម្នាក់ទេអញ្ចឹងក៏អង្គុយចាំណាបន្តិចទៀតគេរកមនុស្សមកពេញម្នាក់ដោយសារតែមកតុញ៉ាំការហ្នឹងគឺ10នាក់ហើយគ្រាន់តែបានអង្គុយនៅតុហ្នឹងនិយាយពីថាអារម្មណ៍សប្បាយចិត្តដោយសារតែខានជួបទស្សនភាពនឹងយូរហើយឃើញមនុស្សអ៊ូអច្រើនកុសកអញ្ចឹងទៅគេមានរៀបចំតុមានស្រាមានតក្រូចមានតកអីលើហ្នឹងមកស្រាប់ណានិយាយទៅញ៉ាំការដូចតែយើងចូលហាងដែរអញ្ចឹងនិយាយទៅម្ហូបសម្បូរហូហីហើយប៊ីយ៉ាភេសជ្ជៈអីក៏សម្បូរបែបដែរហើយគេរុះរាយរាក់ទាក់ដាក់យើងតិចលឿននិយាយអញ្ចឹងបងប្អូនគិតថាហ្នឹងអីក៏មិនដែរស៊ីការហ្នឹងនិយាយទៅគឺធ្លាប់ហូបគ្រាន់តែម្ដងមួយកាលហ្នឹងប៉ុន្តែមិនសូវស្និទ្ធស្នាលដូចអ្នកភូមិឯងណាកន្លែងគេហើយឥឡូវម្ហូបទី1របស់យើងក៏បានមកដល់ហើយគឺគ្រឿងក្លែមគ្រប់មុខជាមួយនឹងញោមផងដែរជាមួយនឹងអ្នកលើកសក់ក្រហមទៀតនិយាយពីថាអេមអស់ស្ទះពេលទៅការហ្នឹងខ្ទង់ម៉ោង6ជាងដែរប៉ុន្តែមេឃអត់ទាន់ល្ងឹតអញ្ចឹងទៅនៅភ្លឺហើយមនុស្សក៏មិនទាន់មកជុំគ្នាអីច្រើនដែរហើយភាគច្រើនញ៉ាំការនៅក្នុងភូមិហ្នឹងតាមសង្កេតមើលទៅឃើញសិតតែស្រីទេអត់សូវសម្បូរប្រុសទេដោយសារតែភាគច្រើនហ្នឹងគឺប្រុសអីគឺមានការនៅខាងក្រៅភូមិនៅឆ្ងាយអីចឹងទៅគេឲ្យប្រុសខាងប្តីអីហ្នឹងទៅហើយប៉ុន្តែដល់ពេលនៅក្នុងភូមិអញ្ចឹងមានអីសតតែស្រីតាមតុកប្រុសអីភាគតិចទេតាមមើលទៅឃើញសិតតែស្រីខំគិតថាប្រហែលជាគ្មានអ្នករំអ្នកផឹកអ្នកហូអីទេមើលទៅមានណារំហូសប្បាយជាងប្រុសផងអានេះអ្នករត់តុកនេះគ្នាឯងអ្នកខំចាក់ខ្សែថាយកម្ហូបឲ្យច្រើនមកគាត់ថាអេមិនដឹងទេនិយាយលេងទេពេលម្ហូបគេលើកមកដបងម្នាក់ញ៉ាំសភាពមួយងាកមើលគេមើលឯងឆ្វេងស្ដាំណាហើយជុលកៅអីយូរមួយវើលណាប៉ុន្តែបន្ទាប់ពីម្ហូបទី2ទី3ទៅចាប់ផ្ដើមរៀងញឹកបន្តិចហើយជុលកៅម្ហូបអីក៏ញ៉ាំទៅរៀងលះដែរស្រែកច្រៀងហើយទទួលអាបត្តិភ្លេងគេព្រោះផងញាក់ផងអីផងនិយាយថាពីអារម្មណ៍ពីសបាយអំភើបមកហើយអាខ្យល់ត្រជាក់មកទៀតដល់ពេលល្ងាចមានអីពេញសម្រាប់ម្ហូបបន្ទាប់ពីហូបអស់មួយមុខចេះតែមកមួយមុខទៀតណាជាបន្តណាហើយឥឡូវក៏មកដល់មន់នេះមន់នេះមិនដឹងគេហៅមន់អីទេមន់ទឹមក៏មន់អីទេមើលទៅអត់ស្គាល់ហើយនេះពូគាត់មកលេងនេះពូអ្នកចុងភៅហ្នឹងណាហើយមកលេងឥឡូវក៏ដាក់ថតមួយពូមួយឃ្លីបមើលមកចុងភៅបងប្អូនជួយរីខមមិនមើលថាឆ្ងាញ់ហើយចាយគាត់មកពីភ្នំពេញមកជួបគ្នានៅរោងការនឹងដែរនឹកស្មានទេមកដល់ក៏ភ្ញាក់ផ្អើលចឹងទៅហើយនេះបងថ្លៃក៏ចុងភៅដែរកូនកបិតអញ្ចឹងមកស្នេហ៍សំណាមួយចុងភៅតិចមើលឲ្យវាតម្លៃម្ហូបហើយឥឡូវក៏ចូលដល់ម្ហូបមួយមុខទៀតហើយគឺត្រីជាមួយនឹងជ្រក់ស្វាយរបស់យើងហ្នឹងជាមកជាបន្តទៀតណានិយាយទៅហូបអស់ពីមួយទៅមួយដល់តឹងពោះហើយឥឡូវមានចែគាត់មកសុំជុលកៅជុលអីអ្នករួមតុកហ្នឹងណានិយាយទៅគឺដល់វគ្គសបាយហើយឥឡូវហ្នឹងក៏ចាប់ផ្ដើមមានមនុស្សរំបដានៅខាងមុខវងបាសណាហើយដោយសារតែខ្ញុំមិនបានថតហើយអាកន្លែងតុកដែលខ្ញុំអង្គុយហ្នឹងគឺនៅជាប់ផ្លូវហើយដំបងឡើយពួកខ្ញុំរំតែម្នាក់2នាក់ទេប៉ុន្តែដល់ពេលអញ្ចឹងទៅមានគេមកសុំចូលដែររំសបាយពីម្នាក់ទៅម្នាក់ទៅគាត់ថាបាងវងច្រើននិយាយទៅនៅខាងមុខបាសហ្នឹងគឺមានមួយវងរំហើយដល់ពេលមកនៅលើផ្លូវហ្នឹងគឺមានមួយវងរំទៀតខាងពួកខ្ញុំណាតែដោយសារតែមិនបានថតទេរវល់រំនិយាយទៅឥឡូវឲ្យតែញ៉ាំការក្នុងភូមិដឹងតែរំហើយបើទៅមិនបានរំដូចមិនអស់ចិត្តទេណាវាអត់សប្បាយហើយឥឡូវចែគេញ៉ាំគេរៀងជ្រះក្រែមក៏គេថែមក្រែមបន្តិចទៅគេរៀងជឿជាក់ណាអត់មានខ្មាស់ពីណាគេបន្តិចហើយឥឡូវចែគេវាយឡើងដល់ហើយនេះលះលើកដាច់សាច់ស្អាតដល់សរុបមកទៅញ៉ាំការមករោងហ្នឹងស្រីច្រើនក៏ពិតមែនតែមិនខ្វះអ្នកជុលកែវមិនខ្វះអ្នករំជាមួយទេណានិយាយទៅគឺសប្បាយដូចតែគ្នាហើយសម្រាប់វីដេអូក៏បានមកដល់ទីបញ្ចប់ដែរអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាហើយសម្រាប់អ្នកមើលថ្មីកុំភ្លេចចុច follow ផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតអរគុណជម្រាបលា